ពួកឯងហ៊ានធ្វើបាបកូនប្រុសយើងមែនទេប្រពន្ធសម្លាញ់អូនចង់ធ្វើអ្វីអូនត្រូវតែជួយកូនប្រុសរបស់យើងប្រសិនបើអូនទៅពេលនេះអត្តសញ្ញាណរបស់យើងច្បាស់ជាបែកធ្លាយប្រសិនឲ្យគេដឹងថាយើងគឺជាអ្នកមានជាគេលើពិភពលោកនឹងដឹងយើងទាំងពីរបានបន្លំខ្លួនធ្វើជាកម្មករប្រសិនបើឲ្យគេដឹងរឿងទាំងនេះគេច្បាស់ជានឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយពួកយើងជាមិនខានចុះឲ្យធ្វើយ៉ាងណាទៅគេគឺជាកូនបង្កើតរបស់យើងណាខ្ញុំមានមធ្យោបាយហើយក្មេងប្រុសឯងឆាប់និយាយទៅឯងចូលមកក្រុមហ៊ុនវត្តញីនេះតើមានគោលបំណងអ្វីខ្ញុំមកជួបលោកប្រធានដើម្បីពិភាក្សារឿងសហការខ្ញុំបានយកទាំងផែនការមកទៀតក្មេងគ្មានបានការនេះឯងថែមទាំងចង់សហការជាមួយក្រុមហ៊ុនវត្តញីទៀតមែនទេតើឯងសាកសមទេនេះឯងយើងប្រាប់ឯងមួយម៉ាត់ចុះមនុស្សធន់ទាបដូចជាឯងចង់ជួបលោកប្រធានមែនទេក្នុងភ្នែករបស់លោកប្រធានឯងគឺគ្រាន់តែជាកូនស្រមោចតូចមួយតែប៉ុណ្ណោះឆាប់ទៅផ្ទះហើយធ្វើសំណងវិញទៅយកគេទៅបន្ទប់សួរចម្លើយឲ្យខ្ញុំមនុស្សគឺខ្ញុំជាអ្នកនាំចូលមកតោះលែងគេទៅអ្នកគ្រប់គ្រងលំរឿងរបស់អ្នកនាងខ្ញុំនឹងប្រាប់ទៅលោកប្រធានដល់ពេលនោះរឿងនាងនឹងគិតពេលក្រោយនាំទៅខ្ញុំចង់ជួបលោកប្រធានគ្រាន់តែជួបម្ដងទេហាហាមនុស្សធន់ទាបដូចជាឯងមួយជីវិតនេះមិនសាកសមជួបនឹងលោកប្រធានទេឈប់ភ្លាមលោឡាអ្វីទៅលេខាចិនគេគឺលោកខ្វាក់ភ្នែកមែនទេនេះគឺជាប្រធានលោកនិងលោកស្រីលោកប្រធានលោកអ្នកស្រីលោកខ្ញុំពិតជាមិនដឹងមនុស្សអស្ចារ្យនៅចំពោះមុខសូមអភ័យទោសលោកប៉ាហេតុអ្វីបានជាលោកប្រធាននិងអ្នកស្រីពាក់របាំងមុខបែបនេះតើអាចនឹងមានរឿងអ្វីដែលមិនអាចបញ្ចេញបានមែនទេពិតមាត់កូនមិនចង់រស់ទៀតមែនទេលោកស្រីលោកកំពុងតែរៀបចំទៅកម្មវិធីរបាំងមុខទើបពួកគាត់ពាក់របាំងមុខបែបនេះហេតុអ្វីបានជាលោកនិងអ្នកស្រីលោកមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់ក្មេងប្រុសតើមិនមែនឯងចង់ជួបយើងមែនទេបាទលោកប្រធានលោកសួស្ដីលោកខ្ញុំមានសហការព្រមព្រៀងមួយចង់មកពិភាក្សាជាមួយលោកនេះគឺជាផែនការរបស់ខ្ញុំលោកគេគ្រាន់តែជាអ្នកធ្វើសំណងធ្វើយ៉ាងម៉េចនឹងមានផែនការល្អទៅល្អបំផុតគឺមើលផែនការរបស់ពួកយើងក្រុមហ៊ុនវត្តញីរបស់ពួកយើងតែងតែឲ្យតម្លៃលើសមត្ថភាពគឺមិនមែនទំនាក់ទំនងអ្នកណាមានផែនការល្អជាងគេនឹងទទួលបានកិច្ចសហការ100,000 លាននេះនឹងផ្ដល់ជូនអ្នកនោះលេខាចិនយកផែនការរបស់ពួកគេទាំងអស់មកទាវវូឯងពិតជាប្រហែសពេកហើយហេតុអ្វីសូមបែកតែកាន់ផែនការមួយក៏ធ្វើឲ្យរបូតដែរឯងពិតជាមនុស្សគ្មានប្រយោជន៍លោកប្រធានលោកផែនការរបស់គេបានប្រឡាក់ហើយមិនអាចឲ្យលោកប្រធានមើលទៀតបានទេកុំឲ្យប្រឡាក់ដៃលោកប្រធាននិងអ្នកស្រីមើលឮក៏អត់គឺជារឿងរបស់ខ្ញុំមិនទាន់ដល់វេនពួកឯងនិយាយទេតើពួកឯងចង់មើលស្រាយយើងមែនទេមិនហ៊ានទេអ្នកស្រាយព្រោះតែខ្ញុំនិយាយច្រើនចិនហ្វីយកទាំងផែនការរបស់គេមកផងច្បាស់ហើយគ្រូសាលារបស់ពួកឯងមានភាពជឿជាក់បែបនេះខ្ញុំនឹងមើលផែនការរបស់ពួកឯងមុនប៉ាប្រកាសចិត្តទេច្បាស់ណាស់ផែនការនេះប៉ាបានជួលអ្នកជំនាញនិងពួកបណ្ឌិតទាំងអស់ដើម្បីមកស្រាវជ្រាវបង្កើតពីឡើងកិច្ចសហការនេះគឺត្រូវតែបានមកគ្រូសាលាប្រកាសណាស់ហ៊ានធ្វើបាបកូនប្រុសរបស់យើងចាំមើលថាយើងនឹងបង្រៀនពួកឯងយ៉ាងម៉េចខ្លះនៅថ្ងៃនេះពិតជាមិនមានភាពច្នៃប្រឌិតលោកប្រធានលោករឿងនេះអ្វីទៅរបស់សម្រាមបែបនេះពួកឯងហ៊ានយកមកឲ្យយើងមើលពួកឯងមើលថាក្រុមហ៊ុនវត្តញីរបស់យើងគឺជាអ្វីទៅលោកតើលោកច្រឡំហើយមែនទេផែនការរបស់គេសរសេរអក្សរមិននឹងត្រូវផងហេតុអ្វីក៏តើឯងមិនទុកចិត្តអំពីការមើលរបស់ខ្ញុំមែនទេបើទោះជាគេសរសេរមិនទាន់បានច្បាស់លាស់ប៉ុន្តែគ្រាន់តែពាក្យតែប៉ុន្មានឃ្លានេះក៏បានបញ្ជាក់ថាគឺជាផែនការដែលល្អជាងគេបំផុតដែរមិនអាចមានអ្នកណាធ្វើដូចទេអូនមើលទៅត្រូវទេចាំខ្ញុំមើលសិនព្រះឲ្យនេះគឺជាផែនការដែលល្អបំផុតខ្ញុំមិនដែលជួបពីមុនទេនៅលើពិភពលោកនេះហេតុអ្វីបានជាមានគំនិតបើច្នៃប្រឌិតបែបនេះទៅខ្ញុំចូលចិត្តវាខ្ញុំចូលចិត្តខ្លាំងណាស់ពិតជាគួរឲ្យចាប់អារម្មណ៍ពិតជាអស្ចារ្យខ្លាំងណាស់ប៉ាតើលោកតាឃើញថាគេសរសេរអ្វីទេហេតុអ្វីបានជាកូនមើលមិនឃើញអ្វីសោះសូម្បីតែភ្នែករបស់កូនមិនមើលឃើញផងចុះប៉ាមើលយ៉ាងម៉េចនឹងឃើញទៅក្មេងប្រុសផែនការរបស់ឯងពិតជាល្អណាស់យើងពិតជាពេញចិត្តខ្លាំងណាស់គេសហការ100,000 លាននេះគឺប្រគល់ឲ្យឯងហើយតើពិតទេអរគុណលោកប្រធានអរគុណអ្នកស្រីអស្ចារ្យខ្លាំងណាស់ទាវវូជូនពោលោកណាលោកប្រធានលោកអាចឲ្យខ្ញុំឱកាសមួយបានទេខ្ញុំនឹងកែវាមិនចាំបាច់ទេលោកយកផែនការនេះមកនិយាយញ៉ៃជាមួយខ្ញុំតើត្រូវការសហការធ្វើអ្វីទៀតមនុស្សនៅទីណាដេញពួកគេចេញក្រៅលោកប្រធានលោកយើងអាចកែវិញបានណាចំណែកនាងវិញ
ខ្ញុំគឺជាអ្នកគ្រប់គ្រងលំផ្នែកគ្រប់គ្រងបុគ្គលិកអ្នកគ្រប់គ្រងលំគេក៏ព្រោះតែជួយខ្ញុំទេទើបឲ្យខ្ញុំចូលមកទីនេះលោកកុំបន្ទោសនាងអីខ្ញុំមិនបានថាខ្ញុំបន្ទោសគេទេខ្ញុំមិនត្រឹមតែមិនបន្ទោសទេខ្ញុំត្រូវអរគុណគេទៀតអរគុណនាងដែលឲ្យគេចូលមកបែបនេះទើបខ្ញុំអាចឃើញផែនការដែលល្អខ្លាំងបែបនេះចាប់ពីថ្ងៃស្អែកទៅនាងគឺជាប្រធានគ្រប់គ្រងបុគ្គលិកអរគុណលោកប្រធានលោកព្រោះតែរឿងរបស់យើងចិត្តនឹងចប់ហើយក៏ដល់ពេលដែលត្រូវទៅកម្មវិធីរបស់មុខហើយតោះពួកយើងទៅអ្នកស្រីមិនអីទេមែនទេមិនអីទេតោះពួកយើងទៅអ្នកស្រីលោកប្រុសទៅដោយសុវត្ថិភាពទាវហេតុអ្វីបានជាមិនទាន់មកទៀតកូនមិនមែនគិតថាគេអាចចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនវត្តញីទេមែនទេខ្ញុំគិតថាគេមិនអាចនឹងចូលតាមខ្លងទ្វារនោះបានផងកិច្ចសន្យានោះច្បាស់ជាគ្រូសាឡាចុះបានមុនហើយតាមខ្ញុំនាងគួរតែឆ្លាតហើយរៀបការជាមួយគ្រូសាឡាទៅអ៊ីញៀនបងបានចុះកិច្ចសន្យារួចហើយអ្វីទៅឯងពិតជាចុះកិច្ចសន្យានេះបានមែនទេទៅបានទាវតាបងធ្វើយ៉ាងណាទើបបានទៅរឿងនេះបើរៀបរាប់ទៅវាវែងឆ្ងាយលោកពូអ្នកមីងព្រោះតែខ្ញុំបានចុះហត្ថលេខាកិច្ចសហការនេះរួចរាល់តាមសន្យាអ្នកទាំងពីរត្រូវតែធ្វើតាមពាក្យសម្ដីត្រូវទេស្នើសុំអ្វីខ្ញុំចង់រៀបការជាមួយអ៊ីញៀនអ្វីទៅការមែនទេតើមានរឿងអ្វីមិនយល់ព្រមមែនទេបែបនេះកិច្ចសហការនេះគឺ